យុទ្ធសាស្ត្រពណ៌4ចូល4ជាយុទ្ធសាស្ត្រដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការជំរុញឲ្យសង្គមកម្ពុជាមានភាពធន់និងភាពប្រកួតប្រជែងព្រមទាំងឲ្យស្ថាប័នសាធារណៈមានប្រសិទ្ធភាពកណន័យភាពនិងបញ្ញាបត្រនឹងធានាបាននៅយុត្តិធម៌តម្លាភាពនិងអភិបាលកិច្ចល្អតាមរយៈបេសកកម្មច្បាស់លាស់និងមុតស្រួចដើម្បីពង្រឹងលើការងារនិងលើកកម្ពស់ទំនុកចិត្តលើស្ថាប័នសាធារណៈក្រៅពីនេះពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រពណ៌4ចូល4ដូចដែលបានលើកឡើងគឺពាក់ព័ន្ធទៅនឹងការងារស្នូល4ដែលជាសសរស្តម្ភសម្រាប់ផ្ទះអធិការកិច្ចរបស់យើងការងារពាក់ព័ន្ធទៅនឹងដោះស្រាយបណ្ដឹងការងារពាក់ព័ន្ធទៅនឹងអធិការកិច្ចការងារពាក់ព័ន្ធទៅនឹងការតាមដានការអនុវត្តច្បាប់ឬក៏អន្តរភាពនិងការងារពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយច្បាប់និងវេទិកាសាធារណៈអញ្ចឹងការងារស្នូលទាំង4នេះនឹងដើរទៅតួនាទីសំខាន់ណាស់ទៅលើការងារបញ្ជារកឲ្យឃើញនូវបញ្ហាការងារដោះស្រាយកែលម្អនិងការងារពាក់ព័ន្ធទៅនឹងឆ្លើយតបទៅនឹងបញ្ហាដែលយើងនឹងអាចជួបប្រឈមបាទអញ្ចឹងការងារព4ចូល4គឺបានបង្ហាញទៅការពង្រឹងការងារស្នូលចំនួន4ហើយជំរុញបន្ថែមទៅនឹងការងារគ្រប់គ្រងចំនួន4ដែលបានរំលេចហើយគឺការងារពាក់ព័ន្ធទៅនឹងការរៀបចំលិខិតបទដ្ឋានកិត្តិយសឲ្យបានពេញលេញធានាបាននៅបរិយាកាសអំណោយផលក្នុងការអភិវឌ្ឍវិស័យអធិការកិច្ចរបស់យើងការងារពាក់ព័ន្ធទៅនឹងការរៀបចំទៅនឹងការពង្រឹងសមត្ថភាពស្ថាប័នដូចខ្ញុំបានលើកឡើងពាក់ព័ន្ធទៅនឹងការរៀបចំប្រតិសម្ព័ន្ធការបែងចែកទូនាទីភារកិច្ចការពាក់ព័ន្ធទៅនឹងអភិវឌ្ឍធនធានមនុស្សសិតតែជាការងារសំខាន់ដែលជាការងារដែលយើងកំណត់ជាជ្រុងយុទ្ធសាស្ត្របាទចូលទី2គឺជាការជំរុញទៅលើការបង្កើនសមត្ថភាពស្ថាប័ននេះចំពោះទី3គឺការជំរុញកិច្ចសហប្រតិការនិងភាពជាដៃគូជាមួយនឹងតួអង្គជាតិនិងអន្តរជាតិការងារនេះគឺនឹងធានាឲ្យបានឲ្យមានការគ្រប់គ្រងមកលើវិស័យការគ្រប់គ្រងមកលើស្ថាប័នដើម្បីយើងធ្វើយ៉ាងណានោះយើងអាចអនុវត្តការងាររបស់យើងដែលមានលក្ខណៈសកម្មនិងបរិយាកម្មឲ្យបានទាន់ពេលវេលាទៅនឹងអ្វីដែលជាតម្រូវការរបស់ប្រមុខរាជរដ្ឋាភិបាលហើយនឹងការងារទី4គឺជាការងារដែលមានសារៈសំខាន់យើងបានឃើញហើយការងារពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាការងារពាក់ព័ន្ធទៅនឹងការបរិវត្តកម្ម Digital ជាជ្រុងយុទ្ធសាស្ត្រសំខាន់ដែលយើងត្រូវតែមានការចូលរួមផងដែរអញ្ចឹងពិភពលោកយើង5ឆ្នាំកន្លងមកនេះយើងបានឃើញហើយការរីកឡើងនៃប្រព័ន្ធ AI របស់ដែលជាឧបករណ៍មួយដែលមានលក្ខណៈមួយនឹងធ្វើឲ្យមានការប្រែប្រួលយ៉ាងច្រើនជាលក្ខណៈយុទ្ធសាស្ត្រទាំងក្នុងក្របខ័ណ្ឌនយោបាយទាំងក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចហើយនិងសង្គមរបៀបរបស់ការងាររស់នៅវានឹងមានការប៉ះពាល់ច្រើននៅលើកត្តាបច្ចេកវិទ្យាហើយចំពោះវិស័យអធិការកិច្ចរបស់យើងក៏នឹងយើងនឹងខិតខំក្នុងការអភិវឌ្ឍប្រើប្រាស់ឧបករណ៍ទាំងអស់នេះបច្ចេកវិទ្យាទាំងអស់នេះឲ្យទាន់ទៅនឹងសភាពការផងដែរអញ្ចឹងប្រទេសច្រើនគេចាប់ដើមជំរុញទៅលើ e-inspection ប្រទេសច្រើនគេត្រូវចាប់ដើមជំរុញទៅលើការប្រើប្រាស់បច្ចេកវិទ្យាសំខាន់ដើម្បីជួយបន្ថែមទៀតពង្រឹងនៅការសម្រេចឬក៏គោលនយោបាយរបស់សកម្មភាពរបស់ស្ថាប័ននេះឲ្យមានលក្ខណៈទាន់ទៅនឹងសភាពការដោយយោងទៅលើតនន័យដោយយោងទៅលើព័ត៌មានអញ្ចឹងយើងត្រូវការឧបករណ៍និងបច្ចេកវិទ្យាដើម្បីជួយនៅក្នុងជ្រុងនេះបាទអញ្ចឹងនេះគឺជាជ្រុងយុទ្ធសាស្ត្រព4ចូល4ដែលយើងបានខិតខំកន្លងមកនេះផ្ទះអធិការកិច្ចរបស់យើង